ជាកិច្ចផ្ដើមក៏សូមធ្វើការអនុញ្ញាតគោរពជម្រាបសួរទៅកាន់ពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់គ្នាដែលបានចូលមកកាន់ទស្សនានៅតម្រុយឆ្នោតអាវងហើយសម្រាប់នៅថ្ងៃនេះផងដែរក៏បានពំនាំយកនៅតម្រុយឆ្នោតអាវងយកមកចែកជាតម្រុយឆ្នោតយួនជូនទៅកាន់ពុកម៉ែបងប្អូនទៀតហើយមុននឹងឈានចូលក៏ដូចជាសពមួយដងសូមកុំភ្លេចជួយចុច Like Subscribe ម្នាក់មួយផងដើម្បីទទួលបាននៅរៀងរាល់តម្រុយអាវងសូមលេខឆតឆតអាវងសូមលេខឆតឆតវងសូមលេខឆតឆតវងសូមលេខឆតឆត